សិនកងប៉ៅលោកមកទីនេះមានគោលបំណងអីបើពួកលោកដឹងពីគោលបំណងរបស់ខ្ញុំជាមួយកុលសម្ព័ន្ធនេះហើយដូច្នេះទើបបន្ទុកចិត្តចៅថាមានកងទ័ពច្រើនទីវតាថៃអ៊ីក៏នៅក្នុងក្រុងនេះដែរលោកមកតែម្នាក់ឯងគិតថាធ្វើស្អីពួកយើងបានទៅអ្នកណាប្រាប់លោកថាខ្ញុំមកតែម្នាក់ឯងនោះបើការសម្ងាត់គុជឋានសួគ៌ត្រូវបែកការកុំថាឡើយសងសឹកឲ្យកូនប្រុសកុលសម្ព័ន្ធនេះសម្បត្តិខាងកើតគឺកិច្ចមិនខុសពីទោសដើមទឹកដីមកវិញអ្នកណាជាអ្នកចុះនរកមុនគេទីនោះមិនជាទឹកដីដែលលោកធ្លាប់រស់នៅទេពួកគេត្រូវទទួលផលកម្មបើជាប់នៅក្នុងរាជវាំងនេះចឹងចេញទៅសងសឹកឲ្យកូនយ៉ាងម៉េចខ្ញុំឃើញតែអាសាចំនួននៅចំពោះមុខយើងពួកឯងគ្មានសិទ្ធិនិយាយទេខ្ញុំចង់ស្នើផែនការដល់បងធំប៉ុន្តែមើលទៅបងធំមើលមិនឃើញបំណងល្អរបស់ខ្ញុំទេបងធំភ្លេចវិជាសម្ងាត់របស់ខ្ញុំហើយមែនទេដឹកឃើញហើយក្រក្រញ៉ាំហែកមេឃអរគុណ